លោកត្រាំនិយាយថាបើរងហ៊ានធ្វើគិតខ្ញុំរងនឹងត្រូវរងក្របបែកដ៏ធំមិនធ្លាប់មានលោកប្រធានាធិបតី Donald Trump បានថ្លែងប្រាប់សារព័ត៌មាន New York Post កាលពីថ្ងៃសុក្រទី10ខែកក្កដាឆ្នាំ2026កន្លងទៅនេះអំពីផែនការឆ្លើយតបយ៉ាងចាស់ដៃប្រសិនបើរូបលោកពិតជាត្រូវគេធ្វើឃាតប្រកាសមែនលោកត្រាំបានប្រកាសយ៉ាងដាច់ណាស់ថាលោកបានដាក់បទបញ្ជាទុកជាស្រេចថាបើរងហ៊ានធ្វើសកម្មភាពនេះមែននោះកងទ័ពអាមេរិកនឹងធ្វើការទម្លាក់ក្របបែកវាយប្រហារទៅលើប្រទេសនេះក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមកលោកត្រាំបានរៀបរាប់ដោយទឹកមុខម៉ឺងម៉ាត់ថាលោកបានរស់នៅជាមួយនឹងការគំរាមកំហែងពីសំណាក់អរងអររយៈពេលជាច្រើនឆ្នាំមកហើយចំនួននេះបានកើតឡើងតាំងពីខែមករាឆ្នាំ2020នៅពេលដែលលោកបានបញ្ជាឲ្យមានការវាយប្រហារតាមអាកាសសម្រាប់មេបញ្ជាការកងកម្លាំង GATS ដ៏មានអំណាចរបស់អរងគឺលោក Qasem Soleimani ចាប់តាំងពីពេលនោះមកទីក្រុងតេហរ៉ង់តែងតែចាត់ទុកការសម្លាប់នេះថាជាមុខរបួសដែលមិនអាចព្យាបាលបានហើយអាជ្ញាធរអាមេរិកក៏ធ្លាប់បានព្រមានជាច្រើនដងដែរថាមានក្រុមប្រតិបត្តិការអរងកំពុងព្យាយាមតាមរកការសងសឹកការលើកឡើងរបស់លោកត្រាំនៅពេលនេះកើតឡើងចំពេលដែលស្ថានភាពនៅក្នុងតំបន់ឈូងសមុទ្រកំពុងមានភាពវឹកវរខ្លាំងកាលពីដើមសប្តាហ៍នេះលោកត្រាំបានប្រកាសជាផ្លូវការរួចទៅហើយថាបទឈប់បាញ់ជាមួយអរងត្រូវបានបញ្ចប់ទាំងស្រុងបន្ទាប់ពីមានការវាយប្រហារតបតគ្នានៅជុំវិញច្រកសមុទ្រហូមូសដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកបញ្ហានេះបានបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំងក្នុងចំណោមសាធារណជនដោយអ្នកគាំទ្រមើលឃើញថាវាជាសារព្រមានដ៏រឹងមាំមួយដើម្បីទប់ស្កាត់អំពើហិង្សាប៉ុន្តែអ្នករិះគន់វិញបានបង្ហាញក្តីបារម្ភថាការប្រើប្រាស់ពាក្យសម្ដីបែបនេះគឺមានភាពគ្រោះថ្នាក់ខ្លាំងពេកទោះជាបែបនេះក្តីអ្នកវិភាគបានចង្អុលបង្ហាញថាការបញ្ជារបស់លោកត្រាំនេះមិនមែនជាបទបញ្ជាដែលនឹងដំណើរការដោយស្វ័យប្រវត្តិនោះទេក្នុងនាមជាអ្នកដឹកនាំប្រទេសការសម្រេចចិត្តចុងក្រោយលើការប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំគឺស្ថិតនៅលើអ្នកដែលកាន់អំណាចក្នុងពេលកាត់ហេតុជាក់ស្ដែងក្នុងករណីនេះគឺលោកអនុប្រធានាធិបតី JD Vance ដូច្នេះសារនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រនយោបាយមួយដើម្បីដាក់សម្ពាធផ្លូវចិត្តនិងព្រមានឲ្យអរងគិតគូរឲ្យបានច្បាស់លាស់ពីផលវិបាកដ៏មហន្តរាយប្រសិនបើពួកគេហ៊ានធ្វើសកម្មភាពប្រឆាំងនឹងរូបលោកបច្ចុប្បន្នខាងភេកគីអរងនៅមិនទាន់មានការឆ្លើយតបជាសាធារណៈណាមួយជំវិញការលើកឡើងដ៏ក្តៅគគុករបស់លោកត្រាំនៅឡើយទេលោកត្រាំប្រកាសថាកិច្ចចរចានៅតែបន្តតែបទឈប់បាញ់ជាមួយអរងត្រូវបញ្ចប់ជាផ្លូវការហើយកាលពីថ្ងៃសុក្រទី10ខែកក្កដាឆ្នាំ2026លោកប្រធានាធិបតី Donald Trump បានប្រកាសយ៉ាងដាច់ណាស់ថាតាមរយៈបណ្ដាញសង្គម Truth Social ថាកិច្ចព្រមព្រៀងបទឈប់បាញ់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីខែមុនគឺត្រូវបានបញ្ចប់ជាផ្លូវការហើយតែលោកក៏បានបញ្ជាក់ដែរថាភាគីទាំងពីរនៅតែព្រមព្រៀងគ្នាបន្តការសន្ទនាដើម្បីស្វែងរកដំណោះស្រាយទោះបីជាការប្រឈមមុខដាក់គ្នាក្នុងសប្តាហ៍កន្លងមកនេះមានការកើនឡើងខ្លាំងក៏ដោយតាមការផ្សាយរបស់ Asia One ភាពតានតឹងនេះបានផ្ទុះឡើងខ្លាំងជាថ្មីបន្ទាប់ពីមានការវាយប្រហារទៅលើកប៉ាល់ដឹកទំនិញរបស់អារ៉ាប៊ីសាអូឌីតនិងកាតាដែលបង្កមានការវាយប្រហារតបតគ្នាយ៉ាងក្តៅគគុកកងទ័ពអាមេរិកបានបើកការវាយប្រហារទៅលើទីតាំងយោធារបស់អរងដែលបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើនអ្នកខណៈដែលអរងក៏បានវាយបកទៅលើទីតាំងយោធាអាមេរិកនៅតាមបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រផងដែរចំនួននេះមិនត្រឹមតែបង្កមានការបាត់បង់អាយុជីវិតប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ដោយសារតែការឆ្លងកាត់ច្រកសមុទ្រហូមូសដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកត្រូវបានរងការគំរាមកំហែងចំពោះបញ្ហានេះសហរដ្ឋអាមេរិកបានដាក់សម្ពាធយ៉ាងខ្លាំងដោយទាមទារឲ្យអរងប្រកាសជាសាធារណៈថានឹងបញ្ចប់រាល់ការវាយប្រហារលើកប៉ាល់ទាំងអស់និងធានាថាផ្លូវសមុទ្រនេះនឹងត្រូវបើកឲ្យដំណើរការដោយសេរីនិងគ្មានការរារាំងខាងភាគីអរងវិញបានបដិសេធចំពោះការលើកឡើងរបស់លោកត្រាំដោយបញ្ជាក់ថាខ្លួនមិនបានស្នើសុំការចរចាជាមួយអាមេរិកនោះទេប៉ុន្តែបានព្រមព្រៀងទទួលយកអ្នកសម្របសម្រួលពីប្រទេសកាតាដើម្បីពិភាក្សាអំពីស្ថិរភាពក្នុងតំបន់និងការដឹកជញ្ជូនតាមផ្លូវទឹកមន្ត្រីការទូតជាន់ខ្ពស់របស់អរងក៏គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអូម៉ង់ដើម្បីជជែកពិភាក្សាអំពីការធានាសុវត្ថិភាព
សម្រាប់ការធ្វើដំណើររបស់កប៉ាល់នានាផងដែរក្នុងពេលជាមួយគ្នានេះប្រទេសអឺរ៉ង់ក៏កំពុងស្ថិតក្នុងភាពស្រងោតស្រងាត់និងមមាញឹកជាមួយនឹងការរៀបចំពិធីបុណ្យសពរបស់មេដឹកនាំកំពូលអាយ៉ាតុលាអាលីខាម៉ានីដែលបានទទួលមរណភាពតាំងពីថ្ងៃដំបូងនៃសង្គ្រាមការបាត់បង់មេដឹកនាំរូបនេះកាលពីចុងខែកុម្ភៈរួមជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះនិងកង្វះខាតប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកបានធ្វើឲ្យពិភពលោកទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំងប្រជាជននៅក្នុងប្រទេសអឺរ៉ង់ចាប់ផ្ដើមបង្ហាញក្តីកង្វល់អំពីអនាគតរបស់ជាតិដោយសារតែមេដឹកនាំថ្មីលោកមុចតាបាខាម៉ានីដែលជាអ្នកស្នងតំណែងថ្មីនៅមិនទាន់បង្ហាញមុខជាសាធារណៈនៅឡើយដែលធ្វើឲ្យមានការជជែកវែងញែកយ៉ាងខ្លាំងអំពីជំហានបន្តទៀតរបស់ប្រទេសនេះ